វាដូចជាតាំងកំហឹងធ្វើឲ្យបំផ្លាញអ្វីៗគ្រប់យ៉ាងប៉ុន្តែសមាធិវាអាចឲ្យច្រកចេញពីសេចក្តីវិនាសបើខ្ញុំនៅទីនោះខ្ញុំបាត់បង់សមាធិចំពោះទេវតាហើយដូច្នេះខ្ញុំចង់មកទីនេះទ្រង់មានបន្ទូលត្រូវណាថ្ងៃនេះទូលបង្គំចង់ធ្វើសមាធិជាមួយទ្រង់शास्त्र कंठस्थ हुए और जब तब ज्ञान का चलन हुआ छोटे से बड़े बड़े से छोटे बिंदु सिंधु का मिलन हुआបើព្រះធីតាដាំនៅទីនោះពេលវានឹងមានផ្កាគឺដូចជាសួនអញ្ចឹងមើលតែព្រះសិទ្ធថានេះគឺជាក្របពូជដែលទ្រង់ប្រទានឲ្យខ្ញុំម្ចាស់ឥឡូវខ្លាចទៅជាសួនហើយខ្ញុំម្ចាស់នឹងទៅមើលការប្រឡងនៅឯនគរកបិលភៈឲ្យកើតទៅបានអូនកំពុងតែគិតពីអ្វីមហាទេវីហេតុអីប្រហោះរបស់អូនញ័រយ៉ាងនេះមិនហើយព្រះអង្គពេលនេះបេះដូងខ្ញុំម្ចាស់កំពុងតែលត់ញាប់ខ្លាំងណាស់ព្រះពរអ្នករាល់គ្នាកំពុងតែកោតស្ញប់ស្ញែងចំពោះមហាទេវីខ្ញុំម្ចាស់មិនគួរស្ញប់ស្ញែងឡើយខ្ញុំម្ចាស់ខ្លាចអូនខ្លាចហេតុអីទៅព្រោះឯការប្រឡងមិនមែនសម្រាប់សិទ្ធៈទេប៉ុន្តែសម្រាប់ខ្ញុំម្ចាស់មិនមែនសម្រាប់អូននោះទេមហាទេវីការប្រឡងនេះគឺសម្រាប់បងសម្រាប់រាជគ្រូហើយនិងត្រកូលសក្យាវង្សថ្ងៃនេះត្រូវតែធ្វើការប្រឡងសម្រាប់រឿងទាំងពីរគឺវាសនារបស់នគរកបិលភ័ក្រនិងការទូទារបស់រាជគ្រូអាសនិកបើសិទ្ធិប្រឡងធ្វើជាអ្នកចម្បាំងធ្លាក់នោះខ្ញុំម្ចាស់មិនអភ័យទោសខ្លួនឯងទេមិនថាមិនអភ័យទោសឲ្យឡើយព្រះពរម្ចាស់កុំព្រួយប្រទេសអីមហេសីអូនបានទទួលពរពីការបន់ស្រន់ដែលបានសម្ដែងចេញនៅអ្វីដែលអូនបានជ្រើសរើសហើយអូនគួរតែមានអារម្មណ៍ថាយើងបានឲ្យព្រួយដៃទៅព្រះរាជគ្រូទៅហើយនៅថ្ងៃនេះអូនប្រកាសជាបានឃើញដើមមួយទៀតយើងគួរតែឆាប់ទៅភ្លាមទៅតោះទៅ
ព្រះបុត្រានឹងធ្វើជាអ្នកចម្បាំងយ៉ាងខ្លាំងពូកែជាងស៊ីថាថាឲ្យបានសម្រាប់គេចោលទៅហើយបើសិនជាគេស្លាប់ព្រះបុត្រានឹងមិនមានដៃគូប្រជែងទៀតនោះទេម្ដងនេះស៊ីថាថាត្រូវតែស្លាប់គ្មាននរណាម្នាក់អាចស្នងរាជបានឡើយហើយព្រះបុត្រាប្រកាសជាអាចឡើងសោយរាជហើយព្រះគ្រូអស្វាប៉ាល់បានប្រាប់ថាព្រះបុត្រាគឺជាអ្នកទី1គត់ដែលត្រូវតែតស៊ូជាមួយនឹងស៊ីថាថានេះគឺជារឿងដែលមិនអាចជៀសវាងបាន